នាយករដ្ឋមន្ត្រីរបស់ថៃសូមទោសប្រជាពលរដ្ឋរបស់ខ្លួនក្រោយមានការបែកធ្លាយសារសម្លេងបាទសន្ទនាជាមួយនឹងសម្ដេចតេជោហ៊ុនសែនគាត់ក៏បានបញ្ជាក់ថានឹងធានាចំពោះយោធារបស់ថៃនិងបញ្ហាសន្តិសុខជាតិដែលគាត់មិនចុះចេញពីដំណែងនោះទេមកដល់នឹងថ្ងៃទី19ខែមិថុនាឆ្នាំ2025នេះនាយករដ្ឋមន្ត្រីលោកស្រីផែនថងថាតបានចេញមុខមកធ្វើការសុំទោសទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួនជុំវិញទៅនឹងការបែកធ្លាយคลิปបាទសម្លេងសន្ទនារវាងលោកស្រីជាមួយនឹងសម្ដេចតេជោហ៊ុនសែនដោយការការបែកធ្លាយនោះគឺជាការគំរាមកំហែងទៅដល់សន្តិសុខបាទជាតិរបស់ប្រទេសថៃខ្លាំងណាស់បាទមិនមែនធម្មតាបងប្អូនអ្នកគ្នាដោយសារតែសម្ដេចលេងមកក្បាច់នេះទៅធ្វើឲ្យប្រទេសថៃគឺមើលមុខគ្នាមិនត្រង់តែប្រទេសថៃយោធានឹងខាងរដ្ឋមន្ត្រីណាមើលមុខគ្នាមិនត្រង់តែម្ដងតាមការរៀបរាប់របស់លោកស្រីនាយករដ្ឋមន្ត្រីថៃបានថ្លែងថាខ្ញុំសូមធ្វើការសុំទោសទៅដល់បងប្អូនប្រុសស្រីថៃយើងគ្រប់គ្នាទាំងអស់ពាក់ព័ន្ធទៅនឹងការបែកធ្លាយคลิปសម្លេងនៃការសន្ទនារវាងខ្ញុំជាមួយនឹងថ្នាក់ដឹកនាំរបស់កម្ពុជាឥឡូវពួកយើងបានបំភ្លឺរឿងនេះជាមួយនឹងខាងកងកម្លាំងប្រដាប់អាវុធហើយដែលលោកស្រីបានបន្តទៀតថានេះគឺជាពេលវេលាមួយដែលយើងបាទពួកយើងត្រូវសហការនិងពង្រឹងកម្លាំងរបស់យើងគ្រប់ផ្នែកទាំងអស់បានសន្និដ្ឋានថានេះគឺជាការគម្រាមកំហែងសន្តិសុខរបស់ជាតិនេះមិនមែនជាការគម្រាមកំហែងតូចតាចនោះឡើយថ្ងៃនេះពួកយើងគឺមិនមានការឆ្លោះគ្នាឯងបែបនេះតទៅទៀតនោះទេពួកយើងត្រូវការពារអធិបតេយ្យភាពរបស់ប្រទេសរបស់យើងអញ្ចឹងក្រោយពីមានការបែកធ្លាយលោកស្រីផែនថងថាតក៏មានការរៀងល្អចិត្តតិចដែរខ្លាចយោធាភូមិភាគទី2ធ្វើរដ្ឋប្រហារឬក៏ទម្លាក់លោកស្រីចេញពីតំណែងអញ្ចឹងបងប្អូនដែរគឺពាក់ព័ន្ធទៅនឹងរឿងរ៉ាវនៃការយោធាថៃនេះចូលចិត្តតែធ្វើរឿងរ៉ាវអញ្ចឹងឯងឲ្យតែថាមិនពេញចិត្តជាមួយនឹងរដ្ឋមន្ត្រីឬក៏នាយករដ្ឋមន្ត្រីណាគឺចូលចិត្តធ្វើរដ្ឋប្រហារយករត់កត់រត់អីហ្នឹងគឺតែដាក់នៅនឹងមុខហ្នឹងតែម្ដងបាទស្នើសុំឲ្យនាយករដ្ឋមន្ត្រីគឺត្រូវតែចុះចេញពីតំណែងឥឡូវនេះក៏មានការបែកធ្លាយលោកស្រីផែនថងថានិយាយរៀងមើងងាយទៅកាន់មេតភូមិភាគទី2ដែលប្រកាសសង្គ្រាមជាមួយនឹងកម្ពុជាណាយើងឃើញថាមកទល់នៅពេលនេះជាមួយនឹងកម្ពុជាក៏នៅតែមើលមុខគ្នាមិនត្រង់ហើយអាវុធគឺដាក់រៀងខ្លួនឲ្យនៅរងចាំថ្ងៃបាញ់ទេអញ្ចឹងចំពោះរឿងហេតុដែលបានកើតឡើងក្រោយសម្ដេចតេជោហ៊ុនសែនបានទម្លាយសារសម្លេងបាទដល់គួរឲ្យភ្ញាក់ផ្អើលមួយដោយលោកស្រីផែនថងថាតនិយាយសុំអវកទៅកាន់សម្ដេចតេជោហ៊ុនសែនសូមឲ្យបើកបាទច្រកព្រំដែនហើយមិនសម្ដេចប្រាប់ថាមិនបើកទៅតែបើកហើយក៏បើកហើយក៏ប៉ុន្តែលោកស្រីបាទហាក់ដូចជាមិនមានអំណាចណាមួយបញ្ជាទៅកាន់យោធាទាំងអស់ថាត្រូវតែបាទបើកព្រំដែនទាំងអស់ដើម្បីយើងរកស៊ីជាមួយគ្នាអត់ទេបាទលោកស្រីបែរជាអង្វរសម្ដេចតេជោហ៊ុនសែនឲ្យបើកច្រកព្រំដែនមុនអញ្ចឹងមកដល់ពេលនេះយើងក៏មិនដឹងថារឿងរ៉ាវនេះវាយ៉ាងម៉េចដែរព្រោះថៃឥឡូវនេះគឺកំពុងតែឆ្លោះគ្នាឯងពាក់ព័ន្ធទៅនឹងយោធាថៃហើយនឹងរដ្ឋមន្ត្រីហើយប្រជាជននៅប្រទេសថៃឥឡូវនេះគឺកំពុងតែតវ៉ាឲ្យលោកស្រីនេះគឺត្រូវតែចុះចេញពីតំណែងបើពុំនោះទេនឹងមានការតវ៉ាលក្ខណៈថាទ្រង់ទ្រាយធំតែម្ដង